កូរ៉េខាងត្បូងស្នើឲ្យស្ថានទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូលទម្លាក់បដាងដែលសរសេរពីជ័យជំនះមុនខួប4ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនកូរ៉េខាងត្បូងស្នើឲ្យស្ថានទូតរុស្ស៊ីនៅទីក្រុងសេអ៊ូលឲ្យទម្លាក់បដាងមួយផ្ទាំងធំដែលសរសេរថាជ័យជំនះនឹងក្លាយជារបស់យើងនៅមុនថ្ងៃគម្រប់ខួប4ឆ្នាំនៃសង្គ្រាមឈ្លានពានលើអ៊ុយក្រែនចូលមកដល់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026យោងតាមសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញក្តីបារម្ភទៅកាន់ស្ថានទូតរុស្ស៊ីប៉ុន្តែមិនបានបញ្ជាក់ថាតើខ្លួននឹងទទួលការឆ្លើយតបឬយ៉ាងណានោះទេបដាងប្រវែងប្រហែល15ម៉ែត្រមានពណ៌ដូចទង់ជាតិរុស្ស៊ីនិងសរសេរជាភាសារុស្ស៊ីត្រូវបានព្យួរលើជញ្ជាំងខាងក្រៅនៃស្ថានទូតរបស់ខ្លួននៅកណ្ដាលទីក្រុងសេអ៊ូលមកទល់នឹងថ្ងៃច័ន្ទនេះបដាងនោះនៅតែមានដដែលស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងសេអ៊ូលមិនអាចតាក់ទងសុំការអធិប្បាយតាមទូរស័ព្ទបានទេសារជាសម្លេងស្វ័យប្រវត្តិមួយបញ្ជាក់ថាស្ថានទូតកំពុងបិទដោយសារតែថ្ងៃឈប់សម្រាកបុណ្យជាតិនៅថ្ងៃច័ន្ទគូបញ្ជាក់ថារុស្ស៊ីបានបញ្ជូនកងទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022គិតត្រឹមថ្ងៃទី24ខែកុម្ភៈឆ្នាំ2026វាមានរយៈពេល4ឆ្នាំពេញខណៈដែលពន្លឺនៃការបញ្ចប់សង្គ្រាមហាក់សំពេចសពិលបើទោះបីជាមានដំណើរការស្វែងរកសន្តិភាពក៏ដោយ